紧你的手是我不对，太用心的面对让你太累，无端的去回忆独自伤悲，我独自不醉不归。我哭泣的眼泪你无所谓，看不清你心里究竟爱谁，抹不去的回忆难以入睡，留下我独自伤悲。我哭泣的眼泪你无所谓，黑夜里我独自倾听心碎，你把我的迷梦彻底打碎，只剩我独自面对。小峰，小峰，តែក្រែងនិយាយគ្នាទេសៀវផងអូនពិតជាមិនប្រាំភ័យទៅបងទេសៀវផងសុំទោសផងណាពួកយើងឆ្លាញ់គ្នាសាច់ថ្មីឡើងវិញបានទេពួកយើងទៅបរទេសក៏បានដែរបងស្មានថាពួកយើងចាក់ចេញពីទីនេះគឺអាចបំភ្លេចអ្វីៗដែលបានកើតឡើងនៅទីនេះស្ដាប់បងសិនទៅហេតុតែជានាងធ្វើនេះគឺដោយសារតែម៉ាក់បងមកខំទេយាយជីឈប់និយាយរឿងទាំងនេះទៀតទៅខ្ញុំមិនចង់ស្ដាប់ទេពួកយើងមិនអាចត្រឡប់ទៅក្រោយវិញបានឡើយបងទុកពេលឲ្យបងម្ដងទៅបងសុំតាមម្ដងទេថ្ងៃក្រោយដែរខំមិនឲ្យមានរឿងបែបនេះកើតឡើងទៀតឡើយសើចាយីបងស្រីលីហ្វាមកវិញហើយលីហ្វាំងមកវិញហើយសៀវផង លីហ្វាប៉ុន្មានថ្ងៃនេះលោកតាណាលោកមានដឹងទេខ្ញុំបារម្ភនឹងលោកខ្ញុំភ័យសឹងស្លាប់ទៅហើយសក់លោកយ៉ាងម៉េចនឹងចាប់ពីថ្ងៃនេះតទៅខ្ញុំមិនចង់ជួបនាងទៀតទេលោកនិយាយថាម៉េចនាងស្រឡាញ់ខ្ញុំមែនទេខ្ញុំចិត្តតែរងចាំដល់ថ្ងៃដែលនាងនិយាយបងជាយាបែកគ្នាខ្ញុំរងចាំយូរហើយលីហ្វាំងឈប់លេងសើចទៅនាងតែស្មានថាយើងស្រឡាញ់នាងថាយើងជាអ្នកតាមរកនាងយើងប្រាប់នាងចុះយើងមិនដែលស្រឡាញ់នាងទេតាំងពីនាងក្បត់យើងមកណាយើងចិត្តតែរងចាំទៅចាំនាងបែបពីជាឥឡូវនេះយើងបានសម្រេចចិត្តតាមបំណងហើយនាងចង់យករឿងអ្នកទាំងពីរបែកគ្នាចំមកលើយើងមែនទេហ្នឹង
ប៉ុន្តែយើងអត់មានបំបញ្ញអ្នកទាំងពីរទេនាងស្មានតែខ្លួនឯងនឹងក្រនបើពេកយើងលីហ្វាងគឺជាអ្នកណារឿងអ្វីយើងទៅតាមរៀបការជាមួយមនុស្សស្រីដែលធ្លាប់ដេកជាមួយនឹងប្រុសផ្សេងដូចទៅហើយនោះយើងទ្រាំអត់ធ្មត់អស់រយៈពេលយូរណាស់មកហើយឥឡូវនេះយើងសប្បាយចិត្តណាស់មនុស្សស្រីដូចជានាងណាគ្មានប្រាក់គ្មានសម្រស់គ្មានការអប់រំគ្មានឋានៈជាស្រីថោកទាបក្នុងខ្លួនគ្មានត្រង់ណាសមជាមនុស្សស្រីសោះយើងដូចជាមិនយល់ទេមនុស្សស្រីដូចជានាងចេះតែលើកខ្លួនឯងសរសើរខ្លួនឯងថាខ្លួនឯងនឹងគ្រាន់បើនាងស្មានថាមនុស្សប្រុសនៅក្នុងលោកនេះឃើញនាងគឺប្រកាសជាស្រឡាញ់នាងអស់មួយជីវិតហើយមែនទេហ៎5នាទីទៅណាពេលនេះខ្ញុំនៅជាមួយនឹងនាងខ្ញុំពិតជាខ្មាស់គេណាស់ហើយនេះគ្រួសារយាមិនឲ្យនាងចូលផ្ទះនាងប្រៀបជាមួយនឹងសិននេះប្រៀបជាមួយនឹងមេឃហើយនឹងដីគេគឺប្រពងឲ្យចុះនាងជាស្អីនាងនឹងខ្លួនហើយតាលីហ្វាងអាយធ្វើនេះហួសហេតុពេកហើយចេញពីទីនេះភ្លាមហ្វងពីពេលនេះតទៅយើងមិនចង់ជួបមុខនាងទៀតទេយើងទ្រាំ3ឆ្នាំទៅហើយឥឡូវនេះឲ្យតែកលេចឃើញមុខនាងណាយើងខ្ពើមណាស់បងស្រីយ៉ាងម៉េចហើយបងស្រីយ៉ាងម៉េចហ្នឹងបងស្រីយ៉ាងម៉េចហ្នឹងបងស្រី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 ក្រោលឡើងបងស្រីបងស្រីក្រោលឡើងមកក្រោលឡើងបងស្រីអាចចេញទៅកុំឲ្យបងស្រីឃើញអាចទៀតណាលីហ្វាងអានំពុតកន្លងមកអប់រំយើងថាជាមនុស្សល្អតាមការពិតឯងគឺជាមនុស្សព្រៃផ្សៃឯងគឺជារឿងថោកទាបរបស់យើងទេដឹងដែរទេពួកចង់មកសៀតដូចពួកឯងនេះចង់ប្រជែងជាមួយយើងគ្មានដឹងអីមែនបងស្រីបងស្រីមែនបងស្រីបងអីទេបងស្រី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 លោកបណ្ឌិតជាងអត់ឃើញមកធ្វើការទេអើយពិតបែបហើយលោកបណ្ឌិតយានមានបញ្ហាឬស្នេហាមែនទេហ្នឹងលោកបណ្ឌិតជួបស្នេហាជាលើកទី1បែរជាមានបញ្ហាហេតុនេះហើយឈឺចាប់ណាស់
លោកបណ្ឌិតលោកបណ្ឌិតកុំពិបាកចិត្តអី លីឈៀង ចា អ្នកណាក៏ថាខ្ញុំមានទេពកោសល្យល្អដែរតែខ្ញុំល្ងងណាស់ខ្ញុំគ្មានបញ្ញាបន្តិចទេសៀវភៅការពិតជារបស់ខ្ញុំតែខ្ញុំបែកជាបើកភ្នែកធំឲ្យនាងបែកពីខ្ញុំថ្ងៃកំណត់ប៉ារបស់ខ្ញុំលីហ្វាងប្រាប់ខ្ញុំថាខ្ញុំជាមនុស្សអភ័ព្វគេថាខ្ញុំជាមនុស្សល្ងងខ្ញុំទុកថានេះជាពាក្យគួរអស់សំណាច់ណាស់តែគិតឡើងវិញខ្ញុំពិតជាមិនអាចធ្វើអ្វីតាមគំនិតខ្លួនឯងបានទេក្នុងការរស់នៅរបស់យើងមិនមែនមនុស្សគ្រប់រូបចង់ធ្វើអីតាមចិត្តនឹកឃើញបានទេរឿងនេះអ្នកណាក៏ដឹងដែរគ្រួសារលោកចង់ឲ្យលោកនិងអ្នកនាងលីងនៅជាមួយគ្នាជានេះសៀវភៅធ្លាប់រំលឹកខ្ញុំដែរកុំឲ្យតាក់ទងជាមួយជានេះទៀតតែខ្ញុំមិនស្ដាប់ទេសៀវភៅខ្ញុំគិតថាខ្ញុំស្គាល់ជានេះតាំងពីតូចដល់ធំខ្ញុំយល់ពីគេដែរនាងជាមនុស្សល្អណាស់សុភាពរៀបសារតែមិននឹកស្មាននាងបែរជាឈប់និយាយពីរឿងនឹងទៀតទៅគឺខ្ញុំមិនគំបីចំពោះសៀវភៅម្ដាយខ្ញុំកន្លងមកមើលស្រាលនាងចេះតែបញ្ឈឺនាងតែប៉ុណ្ណោះតែនាងតាំងចិត្តនៅជាមួយខ្ញុំទៅហើយនាងចេះតែតាំងចិត្តអត់ធ្មត់ចំណែកខ្ញុំវិញខ្ញុំមិនបានធ្វើអ្វីសម្រាប់នាងតតែសោះខ្ញុំដឹងតែស្ដាប់តាមអំណរម្ដាយខ្ញុំតែប៉ុណ្ណោះលោកបណ្ឌិតលោកគួរតែសាកល្បងទំនាក់ទំនងជាមួយនាងសៀវហ្វុងសាកលើមើលទៅគ្មានសង្ឃឹមទេមានរឿងបែបនេះកើតឡើងសៀវភៅរឿងអីអត់អន់តែខ្ញុំនោះខ្ញុំក៏មិនអត់អន់តែខ្លួនឯងដែរបើខ្ញុំវិញខ្ញុំច្បាស់ជាមិនសុខចិត្តនេះជារឿងធម្មតាទេកុំពិបាកចិត្តពេកត្រូវគិតបានវិញឆ្ងាយបន្តិចទៅណាខ្ញុំជាជនកំសាកល្ងងទុនខ្សោយខ្ញុំគ្មានបានការហើយមិនស័ក្តិសមនៅជាមួយសៀវភៅទេខ្ញុំជាមនុស្សគ្មានសេចក្តីក្លាហានពេលដែលនាងមានរឿងម្ដងណាក៏ខ្ញុំមិននៅក្បែរនាងដែរខ្ញុំអន់ជាងលីហ្វាងទៅទៀតលីហ្វាងល្អនឹងនាងណាស់ខ្ញុំមិនអាចស្មាននឹងគេបានមិនអាចស្មាននឹងលីហ្វាងបានទេលីឈៀងចា៎នាងមានដឹងទេពេលនេះខ្ញុំខ្លាចត្រឡប់ទៅផ្ទះវិញណាខ្ញុំជូនទឹកអប់ខោអាវឲ្យទៅសៀវភៅឥឡូវនេះគឺនៅក្នុងផ្ទះដដែលទេនៅក្នុងអាងទឹកមានផ្កាកុលាបដើម្បីរងចាំនាងអ្វីនៅដដែលរឿងផ្លែកនោះគឺសៀវភៅមិននៅផ្ទះអារម្មណ៍បែបនេះនាងយល់ទេមនុស្សប្រុសត្រូវឆ្លងកាត់រឿងអស់ទៅនេះទៅយល់រឿងនេះបានជាអញ្ចឹងទៅហើយគួរតែគិតឲ្យបានវែងឆ្ងាយក៏ពិបាកចិត្តពេកយើងត្រូវរស់តទៅទៀតអ្វីគ្រប់យ៉ាងនៅប្រសើរឡើងវិញ
心等待和你再走一程，也不负我的真。用痴心等待和你再走一程，也不负我的真。我的真。លបង យ៉ាងមិនហ្នឹងមានបញ្ហាទៀត មានមនុស្សចូលផ្ទះលបងមើលចុះព្រឹកមិញសក់ជាប់នឹងក្រាស់តែឥឡូវនេះអត់ឃើញសក់ទេហើយម្យ៉ាងទៀតម្យ៉ាងទៀតនោះខ្ញុំបានពិនិត្យទ្វារនៅមកអួយទាំងអស់មិនឃើញមានស្នាមកោះឡើយសក់របស់បងស្កូវជាងមុនបន្តិច ហ្វុងយ៉ាងមិនដែរ អ្នកនេះហ្វុងដូចជាគ្មានអ្វីប្លែកទេមិត្តភក្តិរបស់គេជួនៅកំណត់គាត់អញ្ចឹងណាឥឡូវនេះលបងពួកយើងគួរតែដកខ្លួនចេញពីអ្នកនេះហ្វុងបើមិនចឹងលបងនឹងមានគ្រោះ អត់ទេពួកយើងត្រូវការពីនាងហើយកុំឲ្យនាងដឹងរឿងនេះឲ្យសោះណាកុំឲ្យនាងមានអារម្មណ៍យល់ថាមានមនុស្សតាមដាននាងទៅណាមកណាត្រូវតែប្រចាំប្រច័យ លបងខ្ញុំពិតជាមិនយល់សោះបងស្រឡាញ់នៅនាងហ្វុងហេតុអីបានជាបងបែកពីគាត់ ស្ថានភាពរបស់ខ្ញុំក៏គ្រោះថ្នាក់ដែរអ្នកដែលនៅក្បែរខ្លួនខ្ញុំគ្មានអ្វីដែលជាប់ពាក់ព័ន្ធទាំងអស់ជាពិសេសគឺហ្វុងខ្ញុំមិនចង់ឲ្យមានគ្រោះថ្នាក់អីបន្តិចឡើយទឹកចិត្តបងល្អណាស់តែអ្នកនាងហ្វុងបែរជាយល់ច្រឡំនឹងបងហើយពេលនេះគាត់ឈឺចាប់ខ្លាំងណាស់ ដូចជាលីហ្វាងស្រាប់តែបង្ហាញខ្លួនទៀតហើយយ៉ាងមិនដែរទៅនឹងលីហ្វាងនិងហ្វុងបានបាច់បាក់គ្នាទាំងស្រុងពិតជាមានន័យមែនលីហ្វាងបាត់ខ្លួនទាំងប្រហែលថ្ងៃក៏ឥឡូវនេះស្រាប់តែចេញមកវិញតែការទី1គឺបែកពីហ្វុងខ្ញុំឆ្ងល់ណាស់លីហ្វាងប្រើក្រុមជោបាយដណ្ដើមហ្វុងពីដៃយាជាហេតុអីឥឡូវបែកពីនាងទៅវិញហេតុអីបានជាអញ្ចឹងគ្មានអ្វីគួរឆ្ងល់ទេ មនុស្សប្រុសចង់បានអំណាចស្រឡាញ់ប្រាក់ហើយនឹងស្រឡាញ់ស្រីគឺត្រូវតែជ្រើសរើសអ្វីមួយស្រីស្អាតដូចជាសិននីលីហ្វាងចង់បែកពីហ្វុងគឺជារឿងធម្មតាទេពីព្រោះថាមនុស្សប្រុសទ្រាំមិនបាននោះគឺស្រីដែលធ្លាប់រស់នៅជាមួយខ្លួនឯងទៅនៅជាមួយនឹងប្រុសផ្សេងម្ល៉េះហើយគេមានការឈឺចាប់ណាស់គេគឺត្រូវតែដណ្ដើមយកស្រីនោះមកវិញរួចហើយប្រឡែងដៃចោលតែម្ដងខ្ញុំយល់ថាហ្វុងជាផ្លូវកាត់មួយល្អណាស់សម្រាប់ពួកយើងទៀតផងណា បើសិនជាយើងចង់ចាត់ការលីហ្វាងវាពិតជាមិនពិបាកអ្វីនោះទេមិនបានទេអ្វីដែលហ្វុងគឺជាកូនកំព្រាប៉ុន្តែអ្នកដែលជាប់ពាក់ព័ន្ធជាមួយនឹងគេនោះតាមរកនាងមិនឃើញយើងនឹងមានបញ្ហាតើមាននរណាតាមដានហ្វុងទៀតគេគ្រាន់តែស្គាល់លីហ្វាងតែប៉ុណ្ណោះទេម្យ៉ាងទៀតនោះគេគ្មានប្រវត្តិអ្វីគួរឲ្យអស្ចារ្យនោះឡើយបើមិនចាំបាច់ទេកុំធ្វើអ្វីហ្វុងឲ្យសោះ ពីព្រោះនាងនេះណាលំបាកជាងលីហ្វាងទៅទៀតម្យ៉ាងទៀតណាក្នុងខ្លួនរបស់ហ្វុងគ្មានអ្វីដែលយើងត្រូវការទេធ្វើអ្វីនាងក៏អត់ប្រយោជន៍ចំពោះមុខត្រូវតាមលីហ្វាងឲ្យជាប់ទៅបានហើយណានេះមិនក៏ចឹង អ
时候你没来，我怕你忘了回来，不记得我在，你就像天边的云彩，我无法将你拥入怀，陪你看的那片海已不复存在。却没留下任何可能，在前世擦肩而过真心的人，回忆还残存。我们缘定今生，情分确定在了前生，用痴心等待和你再走一程，也不负我的真。